Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថាចំនួនរថយន្ត taxi robot នៅ Austin នឹងកើនឡើងទ្វេដងនៅខែក្រោយ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានប្រកាសថាចំនួន robot taxi នៅទីក្រុង Austin រដ្ឋ Texas នឹងកើនឡើងទ្វេដងនៅខែធ្នូខាងមុខនេះ ដំណឹងនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះសេវាកម្មបើកបរដោយខ្លួនឯងដែលហៅកាត់ថា self driving ត្រូវបានគេរំពឹងថានឹងផ្លាស់ប្ដូរប្រព័ន្ធធ្វើដំណើរនាពេលអនាគត Tesla បានចាប់ផ្ដើមដំណើរការសេវាកម្ម robot taxi នៅ Austin នៅខែមិថុនាឆ្នាំនេះហើយក្រុមហ៊ុនកំពុងពង្រឹងសមត្ថភាពដោយបន្ថែមរថយន្តច្រើនជាងមុន លោក Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម X ដែលជាកម្មសិទ្ធិរបស់គាត់ថាកងរថយន្ត robot taxi របស់ Tesla នៅ Austin គួរតែកើនឡើងទ្វេដងនៅខែក្រោយ ទោះជាយ៉ាងនេះក្តីក៏មិនទាន់មានព័ត៌មានច្បាស់ពីចំនួនរថយន្តដែល Tesla កំពុងប្រើប្រាស់សេវាកម្មនេះនៅពេលបច្ចុប្បន្ននៅឡើយទេ បច្ចុប្បន្ន robot taxi របស់ Tesla ខ្លះៗត្រូវបានអ្នកត្រួតពិនិត្យសុវត្ថិភាពអង្គុយនៅក្នុងឡានដើម្បីត្រួតពិនិត្យនិងជួយបើកបរនៅពេលមានហានិភ័យ សេវាកម្មនេះមាននៅពីរតំបន់គឺនៅ Austin និងឈូងសមុទ្រ San Francisco កាលពីសប្តាហ៍មុន Tesla ក៏ទទួលបានលិខិតអនុញ្ញាតបើកសេវាហៅតាក់ស៊ីនៅរដ្ឋ Arizona ផងដែរដែលអាចនាំឲ្យមានការពង្រីកសេវាកម្មកាន់តែទូលំទូលាយ លោក Musk ក៏បាននិយាយថាការរំពឹងទុកនៅក្នុងឆ្នាំនេះ robot taxi នឹងអាចដំណើរការដោយគ្មានអ្នកបើកបរដោយសុវត្ថិភាពនៅតំបន់ធំៗនៅ Austin ហើយនឹងពង្រីកទៅដល់តំបន់ប្រជុំជនចំនួន 7 ទៅ 10 តំបន់បន្ថែមនៅខែកក្កដាគាត់ក៏បានអះអាងថា robot taxi របស់ Tesla អាចបម្រើប្រជាជនអាមេរិកប្រហែលជាពាក់កណ្ដាលប្រទេសនៅឆ្នាំក្រោយ ឧស្សាហកម្ម robot taxi ទាំងមូលប្រឈមទៅនឹងការលំបាកធ្ងន់ធ្ងរដូចជាចំណាយនៅក្នុងការអភិវឌ្ឍខ្ពស់ បទបញ្ញត្តិផ្លូវច្បាប់តឹងរ៉ឹងនិងការស៊ើបអង្កេតពីរាជរដ្ឋាភិបាល ក្រុមហ៊ុនជាច្រើនត្រូវបានបញ្ឈប់សកម្មភាពទោះបីជាយ៉ាងណាក៏ដោយនៅក្នុងឆ្នាំនេះឧស្សាហកម្មបានចាប់ផ្ដើមរស់ឡើងវិញដោយសារមានក្រុមហ៊ុនធំៗដូចជា Tesla, Waymo របស់ Alphabet និង ZooX របស់ Amazon កំពុងពង្រីកសេវាកម្មយ៉ាងលឿននិងបញ្ចេញគម្រោងធំៗសម្រាប់អភិវឌ្ឍនាពេលអនាគត